អញ្ញងសួស្តីអ្នកនរគ្នាថ្ងៃនេះយើងនឹងបន្តភាគក្នុងរឿងជួបស្នេហ៍ក្នុងហ្គេមទាំងអស់គ្នាដោយបើក្បាលដំបូងនៃភាគនេះគេបញ្យល់ឲ្យឃើញយើងស្គាល់ច្បាស់ថាអ្វីទៅជាអ្នកខមាដែលអ្នកខមាគឺជាពាក្យមួយប្រើសម្រាប់មនុស្សប្រុសដែលតែងខ្លួនជាមនុស្សស្រីក្នុងហ្គេមដើម្បីបោកប្រាស់ចិត្តប្រុសៗយើងក៏គិតថាគាត់នឹងប្រើល្បិចនេះដើម្បីបោកប្រាស់ហ៊ីជេធ្វើឲ្យគេរងការរិះគន់ហើយចាក់ចេញពីហ្គេមប៉ុន្តែសំណួរមួយសួរត្រង់ថាគាត់មិនដឹងនោះទេថាហ៊ីជេពិតជាចាប់អារម្មណ៍នឹងស៊ីសែមមែនឬក៏អត់ប៉ុន្តែយើងក៏គិតម្ដងទៀតថាបើសិនជាគាត់ឲ្យហ៊ីជេឈ្នះហើយគាត់ឈប់លេងហ្គេមដោយខ្លួនឯងបែបនេះវាប្រសើរជាងបើសិនជាគាត់ប្រើល្បិចនេះបន្ទាប់ពីគិតរួចគាត់ក៏ log in ចូលក្នុងហ្គេមគាត់ទៅ log in ចូលភ្លាមសមាជិកគ្រប់គ្នាមកធ្វើការស្វាគមន៍គាត់គ្រប់គ្នាបន្ទាប់ពីឃើញបែបនេះយើងក៏គិតថាតើអ្វីហ្នឹងតើពួកគេថាគាត់នឹងចាក់ចេញពីក្រុមពីព្រោះតែគាត់ខឹងនឹងការចាញ់ទៅកាន់ CJ មែនទេបន្ទាប់មក HJ ក៏បាន log in ចូលក្នុង clan room ហើយក៏ស្រែកសួរថាតើនៅទៅស៊ីសែមបងស្រីទោះបីជាខ្ញុំធ្វើឲ្យបងជឿចិត្តយ៉ាងណាក៏ដោយក៏បងមិនគួរបាត់មកពីខ្ញុំបែបនេះដែរខ្ញុំពិតជាព្រួយបារម្ភណាស់ថាបងនឹងប្រកល់ខ្លួនរបស់បងមកឲ្យខ្ញុំឬក៏យ៉ាងម៉េចបែបនេះយើងក៏គិតថាគាត់មិនដឹងថាគាត់អាចប្រើជាអ្នកខមាស់ឲ្យបោកប្រាស់ HJ បាននោះទេព្រោះថាឲ្យទៅឃើញមុខ HJ ភ្លាមគាត់ចង់សម្លាប់គេបាត់ទៅហើយយើងក៏បានឆ្លើយថាយល់ព្រមទៅកាន់សំណើដែលគេបានភ្នាល់ការពីលើកមុនហើយ HJ ក៏សួរមកវិញថាបងស្រីអញ្ចឹងបងនឹងចាប់ផ្ដើមចូល party ជាមួយគេចាប់ពីសប្តាហ៍នេះហើយមែនទេយើងក៏តបទៅវិញថាតើអ្វីហេតុអ្វីមិនគិតគួរតែប៉ុន្តែមិនទាន់និយាយចាប់ផងក៏គិតនៅឃើញថានោះគឺជាសំណើដែល HJ បានដាក់ការពីលើកមុនហើយ HJ ក៏បន្តទៀតថាប៉ុន្តែល្បែងរបស់បងគឺនៅទៀតខ្លាំងណាស់ដូច្នេះហើយគេនឹងធ្វើឲ្យល្បែងរបស់សេយ៉ុងកើនឡើងរយៈពេលប្រហែលជាមួយសប្តាហ៍ហើយគេបន្តសួរថាតើបងនៅតែខឹងគេមែនទេសេយ៉ុងក៏ឆ្លើយថាទេក៏សួរទៀតថាអញ្ចឹងហេតុអ្វីបានជាចម្លើយរបស់បងខ្លីៗយ៉ាងនេះសេយ៉ុងក៏ឆ្លើយតបទៅវិញថាបិទមាត់ទៅយើងពិតជាទុកខ្លួនឯងខ្លាំងណាស់ពីការធ្វើឃាតឯងប៉ុន្តែឯងវិញបែរជាមិនឈប់និយាយអ្វីឈុតឈុតបែបនេះចង់លេងហ្គេមជាមួយនឹងកំណត់ឈុតឈុតនេះមែនទេអាចចង្រៃយកហើយបន្ទាប់មកសេយ៉ុងក៏មានការស្ដាយក្រោយខ្លះមែនទេគូណាគាត់សរសេរបែបនេះទៅក្នុងហ្គេមទេពេលនេះគាត់គួរតែកំពុងតែបង្ហាញក្តីស្រឡាញ់និងការស្នាមថប់ទៅកាន់ HJ ប៉ុន្តែអ្វីៗគ្រប់យ៉ាងគឺខុសផ្ទុយស្រឡះពីអ្វីដែលគាត់បានគិតតែ HJ វិញបានសំសើចខ្លាំងហើយក៏និយាយប្រាប់ថាបងធ្វើឲ្យខ្ញុំរឹងពោះហើយក៏បន្តទៀតថាល្បែងក្នុងហ្គេមគឺជាអ្វីៗគ្រប់យ៉ាងដូច្នេះបើបងខឹងបងគួរតែបង្កើនល្បែងរបស់បងលឿនទៅសេយ៉ុងបានត្រឹមតែខឹងហើយគិតក្នុងចិត្តថាមិនថាមានអ្វីកើតឡើងក៏ដោយគាត់នឹងសន្យាថានឹងធ្វើឲ្យ HJ ចេញពីក្នុងហ្គេមនេះទើបតែបានបន្ទាប់មកអ្នកទាំងពីរក៏បានទៅវាយបិសាចនឹងសត្វដើម្បីបង្កើនល្បែងរបស់ពួកគេទាំងពីរនាក់នៅក្នុងអំឡុងពេលកំពុងវាយបិសាចសេយ៉ុងសង្កេតឃើញថាការលេងហ្គេមរបស់ HJ ពិតជាល្អណាស់គាត់ចង់ដឹងណាស់ថា item របស់ HJ មានអ្វីខ្លះហើយក៏គិតថែមទៀតថានេះប្រហែលជាអាចជាឱកាសរបស់គាត់ក្នុងការសួរព័ត៌មានទាក់ទងទៅនឹង HJ ដោយជំហានទី1សេយ៉ុងត្រូវធ្វើជាអ្នកខមានិងចូលក្បែរ HJ ដែលធ្វើឲ្យ HJ ប្រាប់ព័ត៌មានទាក់ទងទៅនឹងគេមកកាន់គាត់ជំហានទី2គឺត្រូវលុបបំបាត់ item របស់ HJ ចោលបន្ទាប់ពីនោះ HJ នឹងយอมហើយនឹងឈប់លេងហ្គេមហើយគេក៏សួរទៅកាន់ HJ ថាតើឯងប្រើ item អ្វីហើយ HJ ក៏តបមកវិញថាបងនឹងភ្ញាក់ផ្អើលបើសិនជាបងបានឃើញ item ដែលខ្ញុំបានប្រើហើយក៏បង្ហាញ item របស់ខ្លួនទៅឲ្យសេយ៉ុងមើលសេយ៉ុងឃើញហើយមានការភ្ញាក់ផ្អើលខ្លាំងណាស់ព្រោះ item ដែល HJ ប្រើគឺមានតម្លៃថោកមែនទែនហើយ HJ ក៏តបទៅវិញថាគេពឹងផ្អែកទៅលើការគ្រប់គ្រង skill របស់គេឲ្យបានល្អដូច្នេះហើយគេមិនអីទេដែលលេង item ទាំងនោះហើយក៏បន្តទៀតថាមានតែអ្នកលេងហ្គេមអស់នោះទេដែលធ្វើឲ្យខ្លួនឯងខ្លាំងដោយសារការទិញ item ល្អដែលចំណុចនេះពិតជាចាក់ចំកណ្ដាលមុខរបស់សេយ៉ុងខ្លាំងណាស់ព្រោះគេក៏គិតក្នុងចិត្តថាគេពិតជាចង់ច្របាច់ក HJ ខ្លាំងមែនទែនហើយក៏គាត់បន្តថា HJ ប្រហែលជាមិនខ្វល់នឹង item របស់គេនោះទេបើសិនជាគាត់លួចអញ្ចឹងជំរឿនចុងក្រោយរបស់គាត់គឺធ្វើយ៉ាងម៉េចឲ្យ HJ បើកហោប៉ៅរបស់គេសម្រាប់គាត់បានដោយ Fit Drop ធ្វើយ៉ាងអញ្ចឹងប៉ុន្តែមើលទៅ HJ ដូចជាមិនចាប់អារម្មណ៍នឹងការ date នោះទេប៉ុន្តែយ៉ាងណាក៏ដោយគាត់នឹងសាកល្បងធ្វើវារយៈពេលជាងមួយសប្តាហ៍ហើយដែលចាប់តាំងពីសេយ៉ុងចាប់ផ្ដើមធ្វើជាដៃគូរឿងហ្គេមជាមួយនឹង HJ ហើយរយៈពេលមួយសប្តាហ៍នេះធ្វើឲ្យសេយ៉ុងគឺចង់ស្លាប់បាត់ទៅហើយដែលគាត់គិតថាតើគាត់ត្រូវបានប្រមាញ់ដោយសារខ្មោចញៀនហ្គេមមែនទេដោយសារតែ HJ ហៅគាត់ឲ្យចូលលេងហ្គេមភ្លាមបន្ទាប់ពីគាត់បញ្ចប់ការងាររបស់គាត់ដូចជាពេលនេះអញ្ចឹងសេយ៉ុងកំពុងតែនៅតាមផ្លូវត្រឡប់ទៅបន្ទប់ស្នាក់នៅវិញ HJ ក៏ឆាប់មកសួរថាបងស្រីតើពេលណាបង log in ចូលក្នុងហ្គេមសេយ៉ុងបានផ្ដល់ឆាតរបស់ខ្លួនទៅកាន់ HJ ដោយគិតថាអាចទទួលបានព័ត៌មានសំខាន់ៗពី HJ ផ្សេងគេក្រៅពី HJ គឺជាមេក្រុមក្នុងហ្គេម Arkadai និងជា YouTuber មានអាយុ21ឆ្នាំនិងរស់នៅទីក្រុងសេអ៊ូលប៉ុន្តែទាក់ទងទៅនឹងព័ត៌មានផ្ទាល់ខ្លួនរបស់គេដូចជាមុខមាត់ការងារគឺជារឿងដែលអាចកំបាំងប៉ុន្តែមកនឹងខ្វាយខ្វល់តាក់ទងទៅនឹងការប្រមូលព័ត៌មានតាក់ទងទៅនឹង HJ សេយ៉ុងពេលនេះគឺខ្វាយខ្វល់ជាងគេគឺអត្តចរិតរបស់ HJ ថាកំឡុងពេលដែលគេកំពុង farming ក្នុងហ្គេមសុក HJ ក៏ស្រាប់តែនិយាយថាខ្ញុំពិតជាបារម្ភខ្លាំងណាស់សេយ៉ុងក៏តបទៅវិញថាបារម្ភពីរឿងអ្វី HJ ក៏តបទៅវិញថាបន្ទាប់ពីឃើញបងឈរនៅទីនោះដដែលហើយមិនឃើញសោះថាម៉ងកំពុងសម្រុកមកវាធ្វើឲ្យខ្ញុំគិតថាពេលដែលភ្នែកចាប់ផ្ដើមមើលមិនសូវឃើញពេលចាស់ទៅវាពិតជាគួរឲ្យខ្លាចណាស់តែពេលនឹកឃើញរឿងនេះសេយ៉ុងគិតថាតើការចាប់អារម្មណ៍ដែល HJ មានមកលើគាត់អាចជាអ្វីទៅឬវាអាចជាការដែលធ្វើឲ្យគាត់ខ្លាចជាទេសកល Healer របស់គេនិងអង្គុយចុច Computer រហូតដល់ដៃរបស់គាត់ស្ពឹកមែនទេហើយក៏បន្តទៀតថាបុរសម្នាក់នឹងមែនទេដែលតាមស្វែងរកគាត់កាលពីប្រហែលថ្ងៃមុនដូចជាពេលនេះអញ្ចឹងគេឆាតមកសេយ៉ុងបន្តទៀតថា
បងស្រីតើបងបាត់បង់ជីវិតពេលកំឡុងពេលចេញពីធ្វើការហើយមែនទេបន្ទាប់ពីឃើញសារនេះហើយសេយើងក៏គិតថាតើអាចឲ្យគាត់ធ្វើជាអ្នកខេមម៉ាយ៉ាងម៉េចបើសិនជាឃើញមុខហ៊ីចេម្ដងគាត់ចង់តែទម្លាក់គ្រាប់បែកហើយហ្នឹងបន្ទាប់មកសេយើងក៏ log in ចូលក្នុងហ្គេមហើយឃើញថាមានសមាជិកជាច្រើនមកអបអរសាទរដែលសេយើងទទួលបានរង្វាយ200ហើយសមាជិកក្នុងក្រុមថែមទាំងផ្ញើកាដូល្អៗមកកាន់សេយើងជាច្រើនទៀតផងហើយក្នុងនោះក៏មានកាដូមកពីហ៊ីចេនោះដែរសេយើងចង់ដឹងណាស់ថាកាដូនោះជាអ្វីទើបមកគាត់ក៏បើកកាដូនោះឡើងដែលបង្ហាញឲ្យឃើញថាវាគឺជាខ្សែកម្យ៉ាងដែលមានតម្លៃខ្ពស់ខ្លាំងមែនទែនហើយវាមានតម្លៃប្រហែលជា1លានវ៉ុនឃើញបែបនេះសេយើងក៏ចាប់ផ្ដើម voice call ជាមួយនឹងហ៊ីចេក៏និយាយថាតើបងបានឃើញកាដូហើយមែនទេបងមិនបានយំដោយសារការដឹងគុណទេមែនទេប៉ុន្តែសេយើងមិនបានតបតអ្វីទៅទេគ្រាន់តែហុចខ្សែកនោះទៅឲ្យគេវិញហ៊ីចេក៏សួរវិញថាហេតុអ្វីសេយើងក៏តបទៅវិញថាគ្រាន់តែយកវាទៅហើយក៏គិតក្នុងចិត្តថាតើគាត់អាចទទួលយករបស់ដែលមានតម្លៃស្មើនឹងប្រាក់ខែគាត់យ៉ាងម៉េចប៉ុន្តែហ៊ីចេបានបដិសេធបន្ទាប់មកសេយើងក៏ហុចឲ្យម្ដងទៀតហ៊ីចេក៏បដិសេធហើយក៏សួរទៅកាន់ហ៊ីចេថាហេតុអ្វីបានជាឯងមិនយកវាហ៊ីចេក៏តបទៅវិញថាគ្រាន់តែប្រើវាទៅហើយក៏បន្តទៀតថាបើសិនជាបងគ្មាន skill បងគួរណាតែមានរបស់អាចធំល្អប្រើប៉ុន្តែសេយើងបដិសេធព្រមទាំងផ្ញើខ្សែកនោះទៅឲ្យគេវិញម្ដងទៀតហើយបែបនេះហ៊ីចេក៏តបទៅវិញថាតើបងមិនអាចប្រាប់បានទេនោះគឺជាកាដូដែលសម្រាប់អបបងដែលបងទទួលបាន max level ហើយបន្តទៀតថាបងគ្មានបញ្ហានោះទេនៅពេលដែលបងទទួលកាដូពីសមាជិកក្នុងក្រុមដូច្នេះហើយបងកុំរើសអើងពេកសេយើងក៏តបទៅវិញថាតើឯងកំពុងតែនិយាយពីអ្វីហ្នឹងវាមិនមែនជាការរើសអើងនោះទេហើយក៏គិតក្នុងចិត្តថាវាដោយសារតែកាដូរបស់ឯងវាមានតម្លៃខ្លាំងពេកអាចឈួតបន្ទាប់ពីហ្នឹងគេក៏ទទួលបានសារពីហ៊ីចេម្ដងទៀតហើយហ៊ីចេក៏សួរទៅកាន់សេយ៉ងថាហេតុអ្វីបានជាបងភ្លាមស្ទើរតែខឹងបែបនេះសេយ៉ងក៏តបទៅវិញថាដោយសារតែឯងប្រាប់ឲ្យគាត់ប្រើរបស់នេះដោយសារតែគាត់គ្មាន skill បន្ទាប់ពីលើបែបនេះហ៊ីចេក៏តបទៅវិញថា fuck ហើយសេយ៉ងក៏តបទៅវិញថាអីគេឯងកំពុងតែនិយាយពាក្យ fuck មកចំពោះមុខគាត់មែនទេហ៊ីចេក៏តបទៅវិញថាគាត់មិនបានប្រើពាក្យនេះសម្រាប់បងនោះទេហើយក៏បន្តទៀតថាអ្នកគ្រប់គ្នាអាចឲ្យរបស់ទៅបងបានដូច្នេះហើយគេគួរតែឲ្យអ្វីទៅបងដូចគ្នាប៉ុន្តែមានតែរបស់ខ្ញុំមួយទេដែលបងមិនព្រមយកហ៊ីចេក៏ក្អកខុសដែលធ្វើឲ្យសេយ៉ងភ្ញាក់ផ្អើលបន្តិចដូចក៏សួរទៅកាន់គេថាតើឯងគ្រុនមែនទេប៉ុន្តែហ៊ីចេក៏តបទៅវិញថាគេទៅផឹកទឹកបន្តិចបញ្ជាក់អ្នកទាំងអស់គ្នាកន្លែងនេះហ៊ីចេក៏ជាអ្នកនិយាយចំណែកឯសេយ៉ងវិញគឺគាត់ទៅសេអសបន្ទាប់ពីនេះសេយ៉ងក៏ចាប់ផ្ដើមទៅលេងហ្គេមជាមួយនឹងសមាជិកដទៃទៀតបន្ទាប់ពីវាបិសាចអីរួចសេយ៉ងនិងសមាជិកដទៃទៀតក៏អង្គុយនិយាយគ្នាលេងហើយក្នុងកំឡុងពេលនោះតួអង្គហ្គេមឈ្មោះថា Lemonade ក៏បាននិយាយថានេះគឺជារឿងរ៉ាវរវាងពួកគេទាំងអស់គ្នាហើយក៏បន្តថាការពិតពួកគេគិតថាសេយ៉ងហើយនិងហ៊ីចេបានតាក់ទងគ្នាហើយសេយ៉ងលើហើយមានជាការឆ្លក់កាហ្វេនិងកំពុងតែផឹកមែនទែនប៉ុន្តែក៏នឹកឃើញថាឈប់សិនមនុស្សចាប់ផ្ដើមគិតថាគាត់និងហ៊ីចេចាប់ផ្ដើមតាក់ទងគ្នាដោយខ្លួនពួកគេផ្ទាល់ដូច្នេះហើយហេតុអ្វីបានជាគាត់ត្រូវទៅបដិសេធនឹងរឿងបែបហ្នឹងទៅវិញហើយគាត់ទៀតថាបើសិនជាគាត់អាចធ្វើឲ្យពាក្យចចាមអារ៉ាមថាគាត់និងហ៊ីចេចាប់ផ្ដើមមានទំនាក់ទំនងគ្នាដោយគ្មានការដែលច្បាស់លាស់វាក៏អាចធ្វើឲ្យផែនការរបស់គាត់សម្រេចបានដែរដោយមិនចាំបាច់មានការតាក់ទងគ្នាដោយផ្ទាល់គិតឃើញបែបនេះហើយគាត់មិនបានឆ្លើយតបទៅកាន់ពួកគេនោះទេប៉ុន្តែក៏និយាយថាអ្នកទាំងអស់គ្នាហ៊ីចេបានផ្ដល់អ្វីមួយដល់គាត់ប៉ុន្តែក៏មិនដឹងទេថាតើរបស់ហ្នឹងមានតម្លៃប៉ុន្មានហើយក៏លើកបង្ហាញខ្សែកនោះឲ្យពួកគេឃើញប៉ុន្តែអ្នកទាំងនោះក៏តបមកវិញថាវាមិនថ្លៃទេដូច្នេះហើយបងទុកវាទៅយើងលើបែបនេះហើយក៏គិតថាយើងគួរតែធ្វើជាមនុស្សដែលគ្មានភាពបែកខ្មាស់ដើម្បីអាចក្លាយជាអ្នកខមាបានប៉ុន្តែគាត់ក៏នឹកឃើញថាហ៊ីចេបានប្រាប់គាត់ថាគេនឹងទៅយកទឹកផឹកប៉ុន្តែវាមានរយៈពេលប្រហែលម៉ោងហើយគេមិនទាន់ត្រឡប់មកវិញទេភាគ5របស់យើងបានបញ្ចប់ត្រឹមប៉ុណ្ណេះជួបគ្នានៅវីដេអូក្រោយទៀតអញ្ញងបាយបាយ